បងប្អូនសម្រាប់ការចាក់វ៉ាក់សាំងកូនគឺយើងផ្ដល់ជូនទារកឬកុមារត្រឹមតែអាយុ18ខែទេតែបើសិនពីមានត្រូវផ្ដល់លើសពីនឹងទៀតគឺគេហៅថាទិវានោះមានន័យថាចាក់ទូទាំងប្រទេសឲ្យតែកុមារឧទាហរណ៍ចាប់ពីអាយុប្រកាសយើងចាក់កញ្ជ្រិលស្អូចបន្ថែមទៀតអញ្ចឹងបងប្អូនចាប់ពីអាយុ9ខែឡើងយើងត្រូវចាក់ទាំងអស់គ្នាឲ្យតែកុមារចាប់ពី9ខែឡើងគឺយើងផ្ដល់សារជាថ្មីទោះគាត់ចាក់គ្រប់ចំនួនហើយក៏ដោយអាហ្នឹងក៏យើងត្រូវតែចាក់បន្តទៀតដោយសារនេះគេហៅថាទិវាប៉ុន្តែអាយុ18ខែគឺទារកគឺអស់ហើយអត់មានអីត្រូវចាក់ទៀតទេនៅក្នុងបានលឿងហ្នឹងវាខុសជាមួយនឹងអត្ថប្រយោជន៍របស់បានសមត្ថនិងបានបសសស្ត្រីដែលមានបានបសគឺគាត់ទទួលបានអត្ថប្រយោជន៍រហូតដល់កូន2ឆ្នាំចារហូតដល់កូនរបស់គាត់ហ្នឹងអាយុ2ឆ្នាំអញ្ចឹងពេលដែលអូនអាយុដល់2ឆ្នាំគឺស្ត្រីត្រូវយកឯកសារហ្នឹងមកចុចបញ្ចូលប្រព័ន្ធម្ដងទៀតគឺចុងក្រោយហើយចាប៉ុន្តែមិនមែនជាការចាក់វ៉ាក់សាំងកូនទេណាបងប្អូនណាបងប្អូនមើលនៅក្នុងបានលឿងចាបើសិនបើអ្នកគ្រូអត់មានណាត់អីទេមានន័យថាអស់តែភាគច្រើនគឺរដ្ឋរបស់យើងគឺគាត់បញ្ចប់ត្រឹម18ខែណាបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនដែលមានបានលឿងជាមួយនឹងការចុចលុយបសសឬក៏បានក្រីក្រឬបានសមត្ថៈហ្នឹងបងប្អូនមើលពីរនឹងគឺអត់ដូចគ្នាទេអញ្ចឹងយើងក៏មានការយល់ច្រឡំថាដល់2ខួបហើយកន្លែងនេះណាត់ចាក់កន្លែងនេះខាងបសសណាត់ឲ្យទៅហើយខាងមណ្ឌលអត់ឃើញណាត់ឲ្យទៅចាក់ទៀតអញ្ចឹងណាហ្នឹងគឺពីរហ្នឹងអត់ស៊ីគ្នាណាបងប្អូនចាអញ្ចឹងបងប្អូនអាចចែករំលែកបានតកតងមួយស្ត្រីដែលមានបានសមត្ថៈនិងស្ត្រីដែលមានបសសជាមួយនឹងការចាក់វ៉ាក់សាំងកូនអញ្ចឹងយើងស្ដាប់តាមការណែនាំរបស់អ្នកគ្រូឬក៏លោកគ្រូរបស់យើងដែលគាត់ណែនាំយើងថាឲ្យយកកូនមកចាក់វ៉ាក់សាំងនៅពេលណាទៀតអញ្ចឹងគឺយើងត្រូវតែចាប់អារម្មណ៍ពេលដែលគាត់បញ្យល់ចាកុំឲ្យពេលដែលយើងទៅដល់ផ្ទះវិញគឺយើងអត់ដឹងថាអូត្រូវចាក់ថ្ងៃណាទៀតឬក៏អាយុប្រហែលខែត្រូវយកមកទៀតអញ្ចឹងបងប្អូនអាចនឹងភ្លេចភ្លាំងអាចនឹងរំលងករណីនីមួយអត់បានយកកូនមកចាក់ទៀងទាត់ចាអញ្ចឹងខ្ញុំអាចណែនាំបងប្អូននៅក្នុងនេះបន្ថែមទៀតអញ្ចឹងសម្រាប់ការចាក់វ៉ាក់សាំងកូនមាន1ខែកន្លះ2ខែកន្លះ3ខែកន្លះ3ខែកន្លះហ្នឹងយើងចាក់3បញ្ជុលអញ្ចឹងអាចនឹងកន្លែងខ្លះគឺគាត់ទុកមួយបញ្ជុលហ្នឹងនៅមួយអាទិត្យក្រោយឬក៏កន្លែងខ្លះគាត់ចាក់ទាំង3បញ្ជុលហ្នឹងនៅអាយុ3ខែកន្លះតែម្ដងហ្នឹងទៅតាមកន្លែងនីមួយណាបងប្អូនចាហើយបន្ទាប់មកទៀតគឺ6ខែយើងចាក់កញ្ជ្រិលចា9ខែយើងចាក់កញ្ជ្រិលដែរអញ្ចឹង12ខែអត់មានចាក់ទេប៉ុន្តែ12ខែស្ត្រីត្រូវមកចុចលុយម្ដងទៀតសមត្ថៈនិងបសពីរហ្នឹងដូចគ្នាបន្ទាប់មកទៀត18ខែចុចលុយផងចាក់វ៉ាក់សាំងកូនផងបន្ទាប់មកទៀត24ខែមានថាកូនអាយុ2ឆ្នាំអញ្ចឹងចុចតែលុយទេអត់មានចាក់វ៉ាក់សាំងទេអញ្ចឹងដូចខ្ញុំនិយាយខាងដើមអញ្ចឹងសម្រាប់បងប្អូនដែលត្រូវចុចលុយមកដល់ថ្ងៃចាក់វ៉ាក់សាំងក៏មកចាក់វ៉ាក់សាំងមកតាមតែតារាងអ្នកគ្រូរបស់យើងកំណត់ចាអរគុណ